បានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តអារាមធ្វើបុណ្យចែកទាននិងសមាទានរក្សាសិលក្នុងសំបុណ្យពុទ្ធសលទាំងអស់នេះអានិសង្ឃនៃការឲ្យទាននិងផលនៃការឲ្យទានប៉ុន្តែនៅពេលដែលពួកគេអស់ឫទ្ធិអស់អំណាចអស់បុណ្យបារមីអស់អាយុខៃនៅក្នុងចិនទេវតាបរនិមិត្តសាវតីនោះពួកគេនឹងคล้ายជាអាខាមីគឺត្រូវត្រឡប់មកវិញគឺត្រូវត្រឡប់មកកើតជាសត្វនរកត្រូវត្រឡប់មកកើតជាសត្វដេរេឆានត្រូវត្រឡប់មកកើតជាសត្វប្រែតវិស័យនិងត្រូវត្រឡប់មកកើតជាសត្វមនុស្សលោកវិញជាពុទ្ធជនធម្មតាវិញនេះហៅថាបានត្រឹមតែផលអានិសង្ឃធំនិទានតែមិនបានអានិសង្ឃធំនិទានតាមបែបទី6សរីបុត្រមានសត្វមួយចំពោះខ្លះទៀតជាសត្វដែលមានបញ្ញាដ៏ឆ្លៀសវៃព្រោះពួកគេមានសទ្ធាជាមួយព្រះសាសនារបស់ព្រះតថាគតបានចូលមកនៅក្នុងសាសនារបស់ព្រះតថាគតហើយពួកគេមានបញ្ញាឆ្លៀសវៃនៅក្នុងការធ្វើទានធ្វើបុណ្យម្ដង